សៀមបំពេញលក្ខខណ្ឌនៅក្នុងការប្រើយន្តហោះ T-50TH ជាមួយកូរ៉េខាងត្បូងដែលយកមកប្រើឈ្លានពានកម្ពុជាកាលពីថ្ងៃទី24ខែធ្នូឆ្នាំ2025នេះយោធាសៀមបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ T-50 ដោយវាបានទម្លាក់គ្រាប់បែកចំនួន4គ្រាប់នៅក្នុងភូមិសាស្ត្រដែលមានប្រជាជនរស់នៅដែលស្ថិតនៅក្នុងស្រុកបាណន់ដែលជាការចូលមកយ៉ាងជ្រៅនៅក្នុងដែនអធិបតេយ្យភាពនៃប្រទេសកម្ពុជាបន្ថែមពីលើការទម្លាក់នៅក្នុងស្រុកបាណន់នៃខេត្តបាត់ដំបងពួកយោធាសៀមក៏បានប្រើប្រាស់ប្រភេទយន្តហោះ T-50 ឬក៏ T-50 នេះទៅទម្លាក់ចំនួន4គ្រាប់បន្ថែមទៀតនៅក្នុងភូមិសាស្ត្រស្រុកស្រីស្នំខេត្តសៀមរាបដែលទង្វើនេះគឺជាការឈ្លានពានកម្ពុជាយ៉ាងច្បាស់រឡែតមិនអាចប្រកែកបានការប្រើប្រាស់យន្តហោះចម្បាំងរបស់កូរ៉េខាងត្បូងនេះមកឈ្លានពានកម្ពុជាគឺជាការបំពេញលក្ខខណ្ឌដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងទិញលក់រវាងសៀមហើយនិងកូរ៉េខាងត្បូងបើយើងក្រឡេកទៅមើលអំពីលក្ខខណ្ឌនៃការប្រើប្រាស់នៅក្នុងកិច្ចព្រមព្រៀងទិញលក់នោះបាននិយាយថាប្រសិនបើសៀមយកយន្តហោះនេះទៅប្រើប្រាស់នៅក្នុងសកម្មភាពដែលរំលោភលើច្បាប់អន្តរជាតិធ្ងន់ធ្ងរកូរ៉េខាងត្បូងនិងអាមេរិកមានសិទ្ធិកាត់ផ្តាច់ការផ្គត់ផ្គង់គ្រឿងបន្លាស់ដែលធ្វើឲ្យយន្តហោះនេះមិនអាចហោះហើរបានហើយការដែលអាមេរិកមានមកពាក់ព័ន្ធដែរគឺដោយសារតែផលិតផលនេះទោះបីជាកូរ៉េជាអ្នកផលិតពិតមែនប៉ុន្តែប្រភេទយន្តហោះ T-50 នេះក៏មានប្រើប្រាស់បច្ចេកវិទ្យាស្នូលរបស់សហរដ្ឋអាមេរិកផងដែរដូចជាម៉ាស៊ីន GEF 404និងប្រព័ន្ធរ៉ាដាបើទោះបីជាយន្តហោះនេះផលិតដោយក្រុមហ៊ុន Kia របស់កូរ៉េខាងត្បូងក៏ពិតមែនប៉ុន្តែគ្រឿងបន្លាស់ស្នូលជាង 50 ទៅ 60% គឺជាបច្ចេកវិទ្យារបស់អាមេរិកដូច្នេះក្នុងករណីសៀមយក T-50 វាយប្រហារទៅលើប្រទេសជិតខាងដោយគ្មានមូលដ្ឋានច្បាស់លាស់ឬមិនមែនជាការការពារខ្លួនទៅតាមច្បាប់របស់អង្គការសហប្រជាជាតិនោះទេកូរ៉េខាងត្បូងនិងអាមេរិកមានសិទ្ធិអនុវត្តវិធានកាត់ផ្តាច់បានហើយរាល់ការប្រើប្រាស់យន្តហោះនេះដើម្បីទម្លាក់គ្រាប់បែកទៅលើជនស៊ីវិលមន្ទីរពេទ្យឬតំបន់បេតិកភណ្ឌវប្បធម៌ដូចជាប្រាសាទបុរាណសុទ្ធតែជាការបំពេញលក្ខខណ្ឌទាំងអស់បើយើងនិយាយអំពីរបៀបនៃការកាត់ផ្តាច់ប្រហែលជាមានប្រិយមិត្តខ្លះឆ្ងល់ថាតើគេធ្វើរបៀបណាការកាត់ផ្តាច់នោះមិនមែនជាការចុចប៊ូតុងបិទយន្តហោះពីចម្ងាយទេរឿងចាំបាច់តេតិននឹងការកាត់ផ្តាច់គឺយើងត្រូវស្វែងយល់ថាយន្តហោះនេះត្រូវតែផ្លាស់ប្ដូរគ្រឿងបន្លាស់ជាប្រចាំបន្ទាប់ពីវាហោះហើរបានប៉ុន្មានម៉ោងបើគ្មានគ្រឿងបន្លាស់ពីកូរ៉េខាងត្បូងឬអាមេរិកយន្តហោះនឹងត្រូវទុកចោលហើយម្យ៉ាងវិញទៀតបើកូរ៉េខាងត្បូងឬអាមេរិកបិទប្រព័ន្ធ software មិនព្រមឲ្យអាប់ដេតនិងបើកសោសុវត្ថិភាពនោះយន្តហោះនោះហោះបានតែល្អមើលតែប៉ុណ្ណោះមិនអាចប្រើប្រាស់អាវុធទំនើបឬស្គាល់រ៉ាដារបស់វាទេបន្ថែមពីលើនេះទៀតក្រុមហ៊ុន Kia មានអ្នកជំនាញប្រចាំការនៅក្នុងប្រទេសសៀមបើសិនជាមានបញ្ហាគេអាចនឹងដកអ្នកជំនាញទាំងនោះចេញមកមិនឲ្យឈរជើងដើម្បីគ្រប់គ្រងទៅដល់សៀមតទៅទៀតបើទោះបីជាយើងមើលឃើញថាវាពិតជាខុសលក្ខខណ្ឌក៏ពិតមែនប៉ុន្តែជាក់ស្ដែងថាតើក្រុមហ៊ុនរបស់កូរ៉េខាងត្បូងនឹងឆ្លើយតបបែបណានោះមិនទាន់មានការបកស្រាយជាផ្លូវការនោះទេយើងមានតែចាំមើលទាំងអស់គ្នាសូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅក្នុងវីដេអូក្រោយបន្តទៀត